ធ្លាក់ចូលទៅក្នុងភ្នំភ្លើងសង្គ្រាមស៊ីវិលដោយនៅសេរីដែលឬក៏យ៉ាងណាបន្តតវ៉ាទៅមុខទៀតកុំឲ្យឈប់ឲ្យសោះជំនួយកំពុងតែទៅហើយនៅពេលនេះនេះគឺជាការជំរុញរបស់លោកប្រធានាធិបតីដូណាល់ត្រាំប្រាប់ទៅកាន់ក្រុមបាតកោនៅអេរ៉ុងគណៈអ្នកតវ៉ាជាង 2400 នាក់ទៅហើយបានបាត់បង់ជីវិតនៅក្នុងការបង្ក្រាបដបបង្ហូរជាបំផុតក្រៅពីនេះលោកប្រធានាធិបតីដូណាល់ត្រាំក៏បានព្រមានអេរ៉ុងកុំឲ្យប្រហារជីវិតអ្នកតវ៉ាផងដែរបើចង់សក់ខ្លួនបើមិនដូច្នោះទេអាមេរិកនឹងចាត់វិធានការឆ្លើយតបឲ្យបានខ្លាំងក្លាជាក់ជាមិនខាននោះទេគណៈក្រសួងការបរទេសអាមេរិកកំពុងតែបារម្ភខ្លាចអ្នកតវ៉ាម្នាក់អាចនឹងត្រូវបានប្រហារជីវិតនៅថ្ងៃស្អែកលោកដូណាល់ត្រាំបានលើកឡើងថាជំនួយកំពុងតែទៅតាមផ្លូវហើយក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើជំនួយនោះជាអ្វីនោះទេយោងទៅតាមអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថាគិតមកដល់ពេលនេះអ្នកតវ៉ានៅអេរ៉ុងបានកើនឡើងរហូតដល់ជាង 2400 នាក់ទៅហើយជាង 18000 នាក់ត្រូវបានចាប់ខ្លួនប៉ុន្តែលោកត្រាំបានប្រាប់អ្នកតវ៉ាថាត្រូវតវ៉ាទៅមុខទៀតកុំឈប់ឲ្យសោះត្រូវចូលទៅកាន់ស្ថាប័ននានារបស់អ្នកមកឡើងវិញជំនួយកំពុងតែទៅតាមផ្លូវហើយទន្ទឹមគ្នានោះក្រុមហ៊ុន SpaceX របស់លោក Elon Musk ឥឡូវនេះក៏កំពុងតែផ្ដល់សេវាអ៊ីនធឺណិត Starlink ដែលឥតគិតថ្លៃទៅដល់អ្នកប្រើប្រាស់នៅអេរ៉ុងផងដែរបន្ទាប់ពីរដ្ឋាភិបាលអេរ៉ុងបានកាត់ផ្តាច់បណ្ដាញអ៊ីនធឺណិតអស់ជាច្រើនថ្ងៃគណៈជំរុញឲ្យអ្នកតវ៉ាបន្តទៅមុខក្រសួងការបរទេសអាមេរិកបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាក់ចេញពីអេរ៉ុងជាបន្ទាន់តាមណាក៏បានរួមទាំងតាមផ្លូវគោកតាមរយៈទូគីឬក៏អាមេនីជាដើមជាការឆ្លើយតបទៅនឹងការជំរុញរបស់លោកត្រាំលោកអាមៀដែលជាឯកអគ្គរដ្ឋទូតអេរ៉ុងប្រចាំ UN បានលើកឡើងថាប្រធានាធិបតីអាមេរិកកំពុងតែញុះញង់ឲ្យផ្ទុះហិង្សាគំរាមកំហែងទៅដល់សន្តិសុខអធិបតេយ្យភាពរបស់អេរ៉ុងនិងកំពុងតែស្វាស្វែងធ្វើឲ្យរដ្ឋាភិបាលអេរ៉ុងដួលរលំហេតុដូច្នេះអាមេរិកនិងអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះការធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិលជាពិសេសយុវជនអាចយល់បានហើយថាមកពីអ្វីនៅសុកស្រាប់តែបាក់ដងសន្ទូចសង្កត់ទៅលើរថភ្លើងនិងធ្វើឲ្យកន្លះផ្ទុះឆេះហើយរលំតែម្ដងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់22នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសថៃយោងទៅតាមលោកថាត់ឆាផុនដែលជាមេប៉ូលីសមូលដ្ឋាននៅក្នុងខេត្តនខនរ៉ាត់សេមាបានឲ្យដឹងថាដងសន្ទូចនៅខ្សែរថភ្លើងលបឿនលឿននៅក្នុងប្រទេសថៃបានដួលបាក់រលំទៅលើរថភ្លើងដឹកអ្នកដំណើរនៅក្នុងថ្ងៃពុធដែលបណ្ដាលឲ្យក្រឡាប់ហើយក៏ផ្ទុះឆេះនិងបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់22នាក់បានស្លាប់និងជាង30នាក់បានរងរបួសឧបទ្ទវហេតុនេះកើតមានឡើងនៅវេលាមកប្រហែលជា9ព្រឹកថ្ងៃពុធនេះនៅពេលដែលដងសន្ទូចត្រូវបានប្រើដើម្បីសាងសង់បណ្ដាញផ្លូវលបឿនលឿនដែលបានបាក់ទៅលើរថភ្លើងដឹកអ្នកដំណើរនៅក្នុងខេត្តនខនរ៉ាជេមានៅឯភាគឦសាននៃរដ្ឋធានីបាងកកនៅក្នុងវីដេអូផ្សាយផ្ទាល់ដែលចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃបានបង្ហាញឲ្យឃើញអំពីក្រុមអ្នកជួយសង្គ្រោះកំពុងតែបញ្ញាបញ្ញាទៅកាន់កន្លែងកើតហេតុដែលរថភ្លើងកំពុងតែឆេះហុយរលំគណៈនាយកដ្ឋានខេត្តនខនរ៉ាជេមាបានដឹងថារថភ្លើងនេះបានជួបហេតុការណ៍ដ៏អាក្រក់បែបនេះគណៈកំពុងតែធ្វើដំណើរពីទីក្រុងបាងកកទៅខេត្តឧបលហើយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោកពីផេតបានឲ្យដឹងបន្តថាមានមនុស្សចំនួន195នាក់នៅលើរថភ្លើងហើយអាជ្ញាធរកំពុងតែប្រញាប់ប្រញាល់ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ហើយសូមបញ្ជាក់ថាដងសន្ទូចដែលបាក់រលំនេះគឺកំពុងតែត្រូវបានប្រើប្រាស់ក្នុងគម្រោងសាងសង់ដែលមានទំហំទឹកប្រាក់ចំនួន $5.4 ពាន់លានអាមេរិកដើម្បីសាងសង់បណ្ដាញផ្លូវលបឿនលឿននៅក្នុងប្រទេសថៃនៅក្នុងគម្រោងគាំទ្រដោយទីក្រុងប៉េកាំងដែលមានគោលបំណងតភ្ជាប់ពីទីក្រុងបាងកកទៅកាន់ទីក្រុងគុនមីងនៃប្រទេសចិនតាមរយៈប្រទេសឡាវនៅក្នុងឆ្នាំ2028ដែលជាផ្នែកមួយនៃគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវដ៏ធំរបស់ប្រទេសចិនS35 បិសាច់បំបាំងកាយអាចស្ពាយគ្រាប់នុយក្លេអ៊ែរនៅពោះរបស់វាបានគ្រាន់តែលឺញាក់សាច់តែម្ដងប៉ុន្តែអ្វីក៏ដោយបើទោះបីជាខ្លាំងប៉ុណ្ណាក៏នៅតែមានចំណុចខ្សោយរបស់វាដោយក្រុមអ្នកជំនាញបានអះអាងថាបើអ្នកស្ទាក់ចាំបាញ់មានជំនាញប៉ិនប្រសពអាចនឹងប្រើខែលការពារដែនអាកាស S400 របស់រុស្ស៊ីឬក៏ប្រព័ន្ធ XQ9 របស់ចិនបានទម្លាក់បិសាចបំបាំងកាយនេះបានក៏ប៉ុន្តែនេះគ្រាន់តែជាការវិភាគទេរឿងជាក់ស្ដែងមិនទាន់កើតឡើងនៅឡើយនោះទេយោងទៅតាមក្រុមអ្នកជំនាញយោធាបានលើកឡើងថាយន្តហោះចម្បាំងទំនើបឬក៏ប្រព័ន្ធមីស៊ីលបាញ់ចេញពីដី
ដីឬក៏ពីផ្ទៃសមុទ្រដូចជា F400 របស់រុស្ស៊ីឬក៏ HQ9 របស់ចិនអាចបាញ់ទម្លាក់ S35 បានប៉ុន្តែបើចង់ជោគជ័យបើចង់សម្រេចទៅបានគឺតើតែពឹងផ្អែកខ្លាំងទៅលើយុទ្ធសាស្ត្រជំនាញបើកបរសង្គ្រាមអេឡិចត្រូនិកហើយត្រូវមានប្រព័ន្ធរ៉ាដាឬក៏ infra ទំនើបបំផុតរួមបញ្ចូលគ្នាទើបអាចទប់ទល់នឹងបិសាចបំបាំងកាយរបស់អាមេរិកមួយនេះបានក្រុមអ្នកជំនាញបានពន្យល់បន្តថាប្រព័ន្ធការពារដែនអាកាសទំនើបរបស់រុស្ស៊ីដូចជា S400 S500 ឬក៏ប្រព័ន្ធ HQ9 19របស់ចិនបើបានរួមបញ្ចូលជាមួយនឹងរ៉ាដាទំនើបដូចជារ៉ាដា AESA អាកាំរួមបញ្ចូលជាមួយនឹងរ៉ាដា EW ជូនដំណឹងជាមុនអាចនឹងចាប់សញ្ញាឬក៏រកឃើញយន្តហោះបំបាំងកាយបានកាលពីនេះយន្តហោះបំបាំងកាយចំនួនទី5ទំនើបដូចជា Zu-57 របស់រុស្ស៊ីឬក៏យន្តហោះ J-20 របស់ចិនប្រសិនបើអ្នកបើកបរមានជំនាញប៉ិនប្រសប់ខ្លាំងបូកបញ្ចូលជាមួយនឹងប្រព័ន្ធអេឡិចត្រូនិកដ៏ប្រសើរទៀតនោះក៏អាចស៊ីសងគ្នាជាមួយនឹង S35 បានដែរប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Zayat 4ដែលអេរ៉ុងទើបតែបង្ហាញនៅក្នុងពេលថ្មីហើយក៏ត្រូវបានចុះផ្សាយដោយកាសែតចិន Xinhua នៅក្នុងខែធ្នូឆ្នាំ2025ក៏មានប្រព័ន្ធអាចតាមដានឬក៏បង្កជាផលរមាស់ទៅដល់ S35 ផងដែរសម្រាប់ S35 មានរហស្សនាមថាបិសាចបំបាំងកាយដោយសារតែវាមានប្រព័ន្ធរ៉ាដាបំវែងដានធ្វើឲ្យសត្រូវមិនអាចកំណត់ទីតាំងរបស់វាបានប៉ុន្តែចំណុចខ្សោយនៅតែមានដោយសត្រូវងាកមកកំណត់គោលដៅ S35 តាមរយៈការតាមដានបំភាយកម្ដៅឧស្ម័នរបស់វាវិញនៅពេលដែលការបំភាយកម្ដៅអាចចាប់បាននោះសត្រូវនឹងចាប់ផ្ដើមប្រើវិធីសាស្ត្រគូផ្គងរ៉ាដាជាមួយនឹងឧបករណ៍ចាប់សញ្ញា infrared ឬក៏បើកដាច់ឲ្យប្រព័ន្ធមីស៊ីលទំនើបដូចរៀបរាប់ខាងលើមានឱកាសកំទេចគោលដៅតែម្ដងដែលនេះមានន័យថា S35 នៅតែមានចំណុចខ្សោយប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយបើស្ដាប់ទៅតាមការរៀបរាប់ខាងលើបិសាចបំបាំងកាយ S35 នៅតែពិបាកទម្លាក់ខ្លាំងណាស់អំឡុងសង្គ្រាម12ថ្ងៃជាមួយនឹងអ៊ីស្រាអែលល្បីថាអេរ៉ុងគឺជាប្រទេសដំបូងលើលោកដែលអាចបាញ់ទម្លាក់ S35 នេះបាន4គ្រឿងប៉ុន្តែក្រោយមកមានការបញ្ជាក់ថាព័ត៌មាននោះគឺមិនពិតនោះទេយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរ Etihad Airways ដែលមានមូលដ្ឋាននៅអេមីរ៉េតអារ៉ាប់រួមបានជួបប្រទះនឹងភាពរំញ័រយ៉ាងខ្លាំងនៅលើកោះភូកេតនៅក្នុងថ្ងៃពុធដោយបានធ្វើឲ្យអ្នកដំណើរមួយចំនួនរងរបួសខណៈដែលត្រៀមចុះចតបើទោះបីជាយ៉ាងណាក៏ដោយយន្តហោះនេះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិភូកេតដោយក្រុមមន្ត្រីបានប្រញាប់ប្រញាល់ទៅជួយអ្នករងរបួសជាបន្ទាន់មកទល់នឹងពេលនេះអាកាសយានដ្ឋានភូកេតមិនទាន់បានបញ្ចេញព័ត៌មានលម្អិតជាក់លាក់អំពីអ្នករងរបួសនោះទេប៉ុន្តែមានសេចក្តីរាយការណ៍ថាមានអ្នកដំណើរមួយចំនួនបានរងរបួសអាកាសយានដ្ឋានអន្តរជាតិភូកេតបានត្រឹមបញ្ជាក់ថាយើងហោះហើរលេខ EY 416បានជួបប្រទះនឹងភាពរំញ័រខ្លាំងខណៈកំពុងតែហោះក្រឡឹងត្រៀមចុះចតនៅម៉ោង 11:30 នាទីព្រឹកថ្ងៃពុធនេះហើយកាពីតែនបានតាក់ទងទៅនឹងប៉មបញ្ជាសម្រាប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់អ្នកដំណើរដែលរងរបួសយន្តហោះនោះមានអ្នកដំណើរ160នាក់ដែលបានជិះនៅក្នុងនោះប៉ុន្តែយន្តហោះនោះក៏បានចុះចតដោយជោគជ័យនៅម៉ោង 11:51 នាទីព្រឹកនេះផងដែរប្រទេសចិនបានលើកឡើងនៅថ្ងៃអង្គារទី13ខែមករាថាខ្លួននឹងការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសដាក់ពន្ធ 25% លើប្រទេសទាំងឡាយណាដែលធ្វើអាជីវកម្មជាមួយនឹងអេរ៉ុងនៅពេលសួរពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសពន្ធរបស់លោកត្រាំអ្នកនាំពាក្យក្រសួងការបរទេសចិនគឺលោកស្រីម៉ៅនីងបានលើកឡើងយ៉ាងដូចនេះថាយើងតែងតែជឿជាក់ថាគ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធទេហើយប្រទេសចិននឹងការពារយ៉ាងម៉ាត់នៅសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនស្ថិតក្រោមការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកមកហើយនោះអេរ៉ុងបាននាំចេញប្រេងជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិនហើយទូគីអ៊ីរ៉ាក់អេមីរ៉េតអារ៉ាប់រួមនិងឥណ្ឌាគឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួនផងដែរយោងទៅតាមក្រសួងការបរទេសចិនទំហំពាណិជ្ជកម្មរវាងចិននិងអេរ៉ុងបានឈានទៅដល់ $13,400 លាននៅក្នុងឆ្នាំ2024ដោយឡែកពាក់ព័ន្ធទៅនឹងភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់ប្រទេសអេរ៉ុងវិញលោកស្រីម៉ៅនីងបានបន្តថាទីក្រុងប៉េកាំងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នៅការវិវត្តនៃស្ថានភាពនៅអេរ៉ុងហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋចិនសូមអរគុណសម្រាប់ការតាមដាន Flash News